សួស្តីដល់គ្នាមានគ្នាយើងម្នាក់សួរខ្ញុំថាតើយើងអាចកំណត់កន្លែងចុចហ្នឹងដែលយើងអត់ប្រើប្រាស់ keyboard ចុចវាមួយដោយរបៀបណាបាទនៅលើកម្មវិធី Word ដូច្នេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នានៅក្នុងកម្មវិធី Word នៅក្នុងករណីដែលអ្នកទាំងអស់គ្នាបំពេញព័ត៌មានបែបនេះយើងអត់អង្គុយចុចដៃចុចមួយរហូតដូចទេយើងមានវិធីកំណត់វាឲ្យវាលោតទៅស្មើគ្នារហូតតែម្ដងឥឡូវនេះខ្ញុំសាកលុបសិនមុខងារមួយនោះយើងហៅថា tab តើគ្នាអាចកំណត់ tab បានដោយយើងចូលទៅកាន់ home tab តមកទៀតចូលនៅក្នុងកន្លែង paragraph ហើយយើងចុចកន្លែង launcher អញ្ចឹងនៅត្រង់ launcher នេះតើគ្នាមើលនៅលើ screen នេះអត់ឃើញទេវាមាននៅក្នុងប៊ូតុងមួយឈ្មោះថា tab តើគ្នាចុចលើប៊ូតុងនោះមកកន្លែងនេះជាកន្លែងកំណត់អូខេនៅត្រង់កន្លែងនេះខ្ញុំនឹងបង្ហាញតើគ្នាដោយសារតែ screen របស់ខ្ញុំកន្លែងនេះគឺវាមាន1ដល់17ដែលជាຂະຫນាតសង់ទីម៉ែត្រតើគ្នាឃើញនេះគឺសង់ទីម៉ែត្រនៅក្នុងករណីដែល screen របស់អ្នកទាំងគ្នាវាមិនមែនជាសង់ទីម៉ែត្រការកំណត់ប្រហែលជាវាពិបាកដោយសារតែលេខធំប៉ុន្តែដោយសារតែវាជាលេខឲ្យអ្នកគ្នាអាចកណនាមើលឃើញកន្លែងនេះប៉ុណ្ណាយើងដាក់ប៉ុណ្ណឹងខ្ញុំហាញខ្ញុំឧទាហរណ៍ថាបើ screen អ្នកគ្នាវាជាប្រភេទសង់ទីម៉ែត្រអ្នកគ្នាចង់ដូរជាអ៊ីងជាងដូរមកសង់ទីម៉ែត្របានដែលអ្នកគ្នាក៏ចូលអូខេឥឡូវខ្ញុំចូលមួយចូល link file ហើយចុចកន្លែង option នៅខាងក្រោមឬក៏តើគ្នាចុចមួយទៀត shortcut ចុច Alt Alt T អញ្ចឹង Alt T នេះគឺយើងចុចដោយដាច់ហ្នឹងណា keyboard Alt Alt ហ្នឹង Alt ហើយតមក Alt T យើងបាន screen នេះហើយបន្តមកទៀតតើគ្នាចូលមកត្រង់ advanced នៅត្រង់ advanced តើគ្នាអស់មកខាងក្រោមអស់រហូតដល់ត្រង់កន្លែង display នៅត្រង់ display default របស់ Word បើសិនជាអ្នកគ្នាដែលកែប្រែកន្លែងហ្នឹងវា load in ចេះមានថា in ចេះអញ្ចឹងបើសិនជា in អញ្ចឹងវាពិបាកក្នុងការកំណត់ដោយសារតែកន្លែងចុចហ្នឹងវាច្រើនអ្នកគ្នានឹងត្រូវមើលវាមួយណាជំរឿដែលល្អអ្នកគ្នាអាចចូលទៅហើយទៅមកចុចកន្លែង advanced នឹងឡើងវិញមកដូរមកកន្លែងຂະຫນាតនេះទៅជាຂະຫນាតសង់ទីម៉ែត្រវិញកន្លែងនេះ show measurement in unit នៅត្រង់ display station advanced ហ្នឹងណាចឹងយើងចុចមកខ្ញុំយកសង់ទីម៉ែត្រនិយាយស្រួលជាងឥឡូវលើកដល់សង់ទីម៉ែត្រវិញហើយឥឡូវនេះខ្ញុំចង់ឲ្យវាមកកន្លែង6កន្លះនេះកន្លែងចុចហ្នឹងណាចឹងខ្ញុំលុបវាសិនអូខេខុសមួយតគ្នាកន្លែងនេះគឺភេទទេឥឡូវខ្ញុំដាក់កន្លែងឈ្មោះ cursor ខ្ញុំដាក់កន្លែងឈ្មោះនេះណាតើគ្នាឃើញ cursor load ហ្នឹងណាបន្ទាប់មកចូលមកកាន់ tab បន្ទាប់មកចុចលេខ tab នេះនៅត្រង់ tab នេះយើងមើលទៅលើຂະຫນាតbênនៅខាងលើតែម្ដងឥឡូវនេះសារតែខ្ញុំចង់ឲ្យ tab នោះនៅពេលខ្ញុំចុចមួយវាលោតមកកន្លែង6កន្លះដូច្នេះខ្ញុំចុច6កន្លះហើយបន្តមកទៀតខ្ញុំឲ្យវាមកខាងស្ដាំអញ្ចឹងមានន័យថាយើងតម្រឹមវានៅខាងឆ្វេងដោយតើគ្នាឃើញកន្លែងនេះគឺតម្រឹមឆ្វេងបើសិនជាខ្ញុំចូលស្ដាំកន្លែងនេះគឺវាលោតអាក្បាលនេះមកវាចេះវិញនេះហើយតើគ្នាមើលនេះដែរបែបនេះគឺតម្រឹមពីខាងស្ដាំមកខាងឆ្វេងមានន័យថាពេលខ្ញុំសរសេរអូខេឥឡូវខ្ញុំឧទាហរណ៍បង្ហាញដល់គ្នាមួយសិនឥឡូវខ្ញុំដាក់ tab វានៅកន្លែងនេះមួយហើយខ្ញុំចុច tab ទៅដល់ពេលដែលខ្ញុំសរសេរដោយសារតែកន្លែងនេះគឺតម្រឹមនៅខាងស្ដាំមានន័យថាវាសរសេរពីស្ដាំមកឆ្វេងឧទាហរណ៍ខ្ញុំសរសេរសួស្ដីឃើញវាតម្រឹមប្រទេសកម្ពុជាអញ្ចឹងវាតម្រឹមពីស្ដាំមកឆ្វេងដូច្នេះហើយកន្លែងយើងកំណត់ tab វិញហ្នឹងគឺយើងកំណត់វាពីឆ្វេងមកស្ដាំដើម្បីត្រឹមត្រូវអញ្ចឹងខ្ញុំដាក់ cursor កន្លែងឈ្មោះឡើងវិញចូលទៅកាន់ tab ចូលមកកាន់ tab ហើយខ្ញុំដាក់កន្លែងនេះ6កន្លះតម្រឹមពីឆ្វេងទៅស្ដាំអញ្ចឹងយកឆ្វេងទៅមកកន្លែងណាន់នេះបើសិនជាណាន់មានថាវាទៅទេដោយតើគ្នាឃើញមិញពេលខ្ញុំចុច tab គឺវាអត់លោតអីទេដោយសារតែយើងចង់កន្លែងហ្នឹងឲ្យវាលោតចុចដើម្បីគេអាចបំពេញព័ត៌មានបានដូច្នេះខ្ញុំយកលេខ2នេះមានរូបភាពចុចបន្ទាប់ពីកំណត់ប៉ុណ្ណឹងហើយអត់ទាន់ជាអូខេទេតើគ្នាទៅចុច save សិនអូខេវាលោតអញ្ចឹងដោយសារតែ keyboard យើងជាប់ភាសាខ្មែរកន្លែងនេះយើងដូរវាចុចវិញដូរទៅជាភាសាអង់គ្លេសដាក់ចុចវាចេញក្បៀសណាមុនហ្នឹងអញ្ចឹងខ្ញុំយកឡើងវិញចុច set ដល់វាជាប់ហើយបន្តមកទៀតខ្ញុំចុច OK មកឥឡូវនេះនៅពេលខ្ញុំចុច tab តើគ្នាឃើញវាបង្កើត tab បានមួយនៅនេះនេះកន្លែង6កន្លះអញ្ចឹងពេលខ្ញុំចុច tab មួយនៅកន្លែង cursor line name នេះវានឹងបានមកប៉ុណ្ណេះបន្តមកទៀតនៅត្រង់ page វិញម្ដង
ចំពោះភេទមានន័យថាយើងចង់ឲ្យវាដាក់កន្លែងហ្នឹងយើងបំពេញអាចស្រីឬក៏ប្រុសបានអញ្ចឹងមានន័យថាវាអាចចន្លោះប៉ាន់នេះទេអញ្ចឹងឥឡូវខ្ញុំដាក់ភេទដោយសារតែ cursor ខ្ញុំនេះវាអាចនៅកន្លែង7ជាងខ្ញុំដាក់វាមក8កន្លះឧទាហរណ៍ណាអញ្ចឹងយើងមើលលើបន្ទាត់យើង8កន្លះឥឡូវនេះយើងមានវិធីចូលទៅកាន់ tab shortcut ទៀតតោះគ្នាចុច Alt នៅលើ keyboard Alt ហើយ OT Alt OT បន្ទាប់មកវាមកកន្លែង tab នោះតែម្ដងវាលឿនជាងមុនបន្តិចណាឥឡូវនេះខ្ញុំដាក់8កន្លះវិញម្ដងបន្តមកទៀតតម្រឹមឆ្វេងដូចគ្នាហើយកន្លែង ladder នេះយើងចុចកន្លែងនេះដូចគ្នាតមកចុច set ឥឡូវវាលោតបានហើយអានេះហើយខ្ញុំចុច OK តមកខ្ញុំចុច tab នៅកន្លែងនេះវាលោតមកស្មើតែម្ដងបន្តមកទៀតខែឆ្នាំកំណើតនេះក៏ដូចគ្នាដែរតើគ្នាមើលលើបន្ទាត់វាលោតដល់តំណាយើងចង់បានតំណាឥឡូវនេះឧទាហរណ៍ថា14 25អញ្ចឹងយើងចុចដូចគ្នាមកលុបលេខនេះសិនហើយខ្ញុំចុច Alt OT តមកខ្ញុំចុចវាប្រហែលតគ្នាមើលឡើងវិញ14.25តមក alignment left ហើយកន្លែង leader នេះយើងចុចលេខ2នេះមកចុច set ចុច OK ចុច tab នៅកន្លែងនេះវាលោតទៅម្ដងដូច្នេះរបៀបដូចគ្នានេះតើគ្នាអាចធ្វើបន្តមិនថាអត្ថបទតើគ្នាមានកន្លែងចឹងប្រហែលនេះយើងអាចធ្វើម្ដងមួយរហូតទៅតែគ្រប់វាងាយស្រួលជាងយើងទៅអង្គុយសរសេរវាដែរហើយមួយទៀតគឺយើងកំណត់បានទំហំមួយដែលវាស្មើគ្នាហើយចំពោះទំហំនេះក្រោយពីយើងកំណត់ហើយនៅពេលតើគ្នាកែពីខាងក្រៅក៏វានឹង reflect មានថាវានឹងកែដូចគ្នាស្វ័យប្រវត្តិនៅក្នុងកន្លែង screen tab មួយនេះគ្នាខ្ញុំឧទាហរណ៍កន្លែងឈ្មោះនេះឥឡូវនេះវា6កន្លះណាអញ្ចឹងខ្ញុំចង់កែវាមកត្រឹម6ឥឡូវនេះវាទៅត្រឹម6កន្លែង page នេះនៅពេលយើងកំណត់ហើយឃើញថាវាធំពេកដោយសារយើងទាញវាណាអញ្ចឹងយើងទាញវាដៃបានបែបនេះឯងហើយកន្លែងនេះក៏ដូចគ្នាដែរយើងអាចទាញវាបានពេលទាញទៅទំព័រនោះវាលោតមកធម្មតាអូខេគឺវាបែបហ្នឹងអញ្ចឹងកន្លែងផ្សេងៗតើគ្នានឹងធ្វើដូចគ្នាដែរអរគុណដល់គ្នាហើយអរគុណម្ចាស់សំណួរដែលបានសួរទាក់ទងជាមួយនឹងការកំណត់ tab នៅលើកម្មវិធី Word ខ្ញុំនឹងព្យាយាមចែករំលែកបន្ថែមទៀតតើគ្នាមានសំណួរអីទាក់ទងជាមួយនឹងកម្មវិធី Word Microsoft Excel ឬក៏ PowerPoint អីអាចដាក់សំណួរនៅខាងក្រោម comment របស់វីដេអូបានខ្ញុំនឹងព្យាយាមឆ្លើយតបដល់គ្នាឲ្យបានលឿនបំផុតអរគុណដល់គ្នាយើងនឹងជួបគ្នានៅវីដេអូក្រោយ